សួស្តីអ្នកនរគ្នាថ្ងៃនេះហើយមាននឹងបន្តសាច់រឿងរបស់យើងទីគឺរឿងមហាសេដ្ឋីខ្ញុំជាមនុស្សប្រុសភាគទី12និង13តើលើមកពេលយើងតភាគយើងទៀតទៅណាហើយបន្តពីភាគមុនដែលអាត្រេកបានជូនអំណោយឲ្យកូនស្រីរបស់យើងរួចហើយលោកអាម៉ាតដែលត្រូវជាអ្នកនិយាយថាយកអំណោយឲ្យកូនស្រីរបស់យើងនឹងគាត់ក៏បានមកទួលអាត្រេកថាគាត់នឹងបានធ្វើតាមរាជបញ្ជារបស់ព្រះអង្គរួចរាល់ហើយដល់ពេលហ្នឹងអាត្រេករបស់យើងក៏បានសួរថាតើកូនស្រីរបស់យើងគឺមានប្រតិកម្មយ៉ាងម៉េចដល់ពេលដែលបានទទួលអំណោយចឹងណាហើយដល់ពេលលោកអាម៉ាតហ្នឹងក៏បាននិយាយថាជាការពិតណាព្រះអង្គគឺទ្រង់គឺមានជាការសប្បាយចិត្តខ្លាំងមែនតើហើយដល់ពេលហ្នឹងអាត្រេកក៏បាននិយាយថាអើយនេះហើយចោះអស់កិច្ចការរបស់នេះហើយនេះអាចទៅបានហើយដល់ពេលហ្នឹងអាប៉ែអាយ៉ាងស៊ីឆាន់ក៏បាននិយាយថានេះហើយជាលើកដំបូងហើយដែលព្រះអង្គប្រទានរង្វាន់ដល់មហេសីតើព្រះនាងទី9ណាបានយកបេះដូងទ្រង់បានហើយមែនទេហើយពេលណាអាត្រេក៏បាននិយាយថាប្រសិនបើមិនមែនដោយសារតែឯងទេខ្ញុំក៏មិនបាច់ចាំធ្វើដូច្នេះដែរឯងមិនចាំបាច់ព្យាយាមគិតពីវាទេយើងគិតថានាងមានអ្វីលាក់បាំងពីយើងហើយពេលយ៉ាងឆាណាក៏បានតបទៅអាត្រេកវិញថាអ្វីតែទ្រង់គិតថាអ្នកនាងស៊ីនហួនហ្នឹងណាគឺទ្រង់មានអាចកំបាំងមែនទេតើអ្នកនាងស៊ីហួនហ្នឹងគឺគាត់អាចនឹងមានកម្រងឆ្វេងឆ្មក់យើងដែរឬទេហើយពេលហ្នឹងអាត្រេកក៏បានតបទៅវិញថាវាមិនមែនជាករណីនោះទេអាត្រេកគាត់និយាយថាគាត់ហ្នឹងគឺគាត់នៅចង់តែនិយាយថាកុំអោយគេអ្នកដែលតីដូចជាមន្ត្រីផ្សេងហ្នឹងមើលមកគាត់ថានិយាយថាមិនពេញចិត្តដោយសារតែគាត់ហ្នឹងគឺមិនទៅលេងដំណាក់ស្នំអញ្ចឹងណានិយាយថាគាត់អត់សូវខ្វល់ទេដល់ពេលអញ្ចឹងទៅគាត់និយាយថាគាត់មានជាឲ្យអំណោយឲ្យអីអញ្ចឹងទៅកូនស្រីយើងអញ្ចឹងទៅអញ្ចឹងណាដើម្បីនិយាយថាយកកូនស្រីរបស់យើងមកថាបាំងមុខអញ្ចឹងណាតែក៏ពិតណាក្នុងចិត្តមែននេះគឺជាលេសដោះស្រាយទេអ្នកទាំងអស់គ្នាអើយហើយពេលយ៉ាងទីឆានណាគាត់នៅតែបានលឺអាត្រេងនិយាយចឹងហើយគាត់ក៏បាននិយាយថាតើខ្ញុំគួរទទួលបានរង្វាន់ទេព្រះអង្គចង់និយាយថាពេលយ៉ាងឆានហ្នឹងដូចជាអត់ញយទេលើកមុនក្បាលមកដៃពោឯងល្មើលើកនេះមិនទៀតណាហើយពេលណាអាត្រេក៏បាននិយាយថាឯងគួរតែសមឲ្យបានរង្វាន់100ដំបងហើយមើលទៅយើងមិនត្រូវការប្រើថ្នាំមកធ្វើរឿងបែបនេះទេហើយពេលណាវាអាចចឹងក៏បាននិយាយថាអោព្រះអង្គអើយនិយាយថាបែបថាលន់តួវល់គាត់គិតថាវាគាត់ដឹងថាអាត្រេហ្នឹងគឺខឹងគាត់ហើយអញ្ចឹងណាហើយដល់ពេលហ្នឹងអាត្រេក៏បាននិយាយថាមានអ្វីមួយដែលអាចលើកលែងទោសឲ្យឯងបានប្រសិនបើឯងចង់ឲ្យយើងភ្លេចអំពីការដាក់ទោសឯងនៅពេលហ្នឹងអាពេលហ្នឹងអ្វីខ្ញុំធ្វើដែរឲ្យតែទ្រង់លើកលែងទោសឲ្យខ្ញុំគឺយើងចង់ឲ្យឯងធ្វើដំណើរទៅនគរឆេនដើម្បីទៅស៊ើបមើលថាព្រះនាងទី9ស៊ីយ៉ាងហួនណាគឺនៅនគរឆេនអត់ព្រោះយើងសង្ស័យថាព្រះនាងដែលនៅក្នុងរាជវាំងជាមួយយើងហ្នឹងគឺជាព្រះនាងខ្លាំងដល់ពេលហ្នឹងអបិជាងគឺគ្រាន់តែបានលឺប៉ុណ្្នឹងហើយក៏បាននិយាយថាមានន័យថាព្រះនាងស៊ីយ៉ាងហួរដែលនៅក្នុងរាជវាំងនេះគឺជាព្រះនាងខ្លាំងហើយបស៊ីសិនណាក៏បាននិយាយថាយ៉ាងលឺហ្នឹងពេលណាត្រូវក៏បាននិយាយថាឯងចង់ឲ្យគេដឹងគ្រប់គ្នាមែនទេពេលហ្នឹងថាចេះអូគឺយកដៃបិទមាត់ចឹងណាហើយពេលហ្នឹងអាត្រេករបស់យើងហ្នឹងក៏បាននិយាយថាបើមាននរណាគឺចង់មកលេងសើចជាមួយយើងនឹងបញ្ជូនពួកវានឹងឲ្យទៅនរកហើយបស៊ីសិនណាក៏បានដើរចេញមកហើយដល់ពេលហ្នឹងគាត់ក៏បានជួបនឹងនាមបម្រើរបស់កូនស្រីរបស់យើងហ្នឹងកំពុងតែយកអាហារមកឲ្យលោកអាម៉ាដែលបាននិយាយថាកូនស្រីរបស់យើងហ្នឹងក៏គាត់ខំធ្វើដើម្បីយកមកឲ្យអាត្រេកចឹងណាដល់ពេលហ្នឹងស៊ីសិនហ្នឹងក៏បាននិយាយថាអាត្រេកគឺបានពេញចិត្តទៅកាន់កូនស្រីរបស់យើងចឹងណាថាគិតក្នុងចិត្តទៅសូទាំងអស់គ្នាច្រឡំហ្នឹងចឹងហើយឥឡូវយើងកាត់បទដំណាក់ទៅរជាដែលបានឃុំអ្នកទោសចឹងណាអ្នកនរគ្នាហើយក៏បានឃើញបរិសម្នាក់គឺបានបែកក្បាលហើយនឹងនារីម្នាក់នៅកន្លែងហ្នឹងក៏បានស្រែកថាម៉ែហើយដៃរបស់នាងហ្នឹងគឺបានជាប់ចំណងហើយអ្នកទាំងអស់គ្នាហើយនាងក៏បានស្រែកបន្តទៀតថាសូមទុកជីវិតឲ្យពួកយើងផងសូមកុំធ្វើបាបពួកខ្ញុំអីហើយសាច់រឿងក៏បានបង្ហាញឲ្យឃើញបុរសម្នាក់ណាដែលគាត់ត្រូវជាថាព្រះអង្គម្ចាស់នៃនគរនៃរាជវង្សមុនហើយគាត់នឹងមានឈ្មោះថាវុនលីហើយអាពេកហ្នឹងក៏បាននិយាយថាយើងនឹងខ្លាចជាអធិរាជបន្ទាប់យ៉ាងគួយបានដណ្ដើមរាជបារាំងរបស់យើងហើយអាពេកលីណាក៏បានទៅច្បាច់កជាពេកមួយដែលថាគាត់នឹងជន់ហងខួរហ្មងអ្នកនរគ្នាហើយយាយពេកហ្នឹងក៏បានថាសុំទុកជីវិតឲ្យខ្ញុំផងដល់ពេលហ្នឹងអាពេកហ្នឹងក៏បាននិយាយថាដរាបណាយ៉ាងគួយនៅរស់ខ្ញុំនឹងរងទុក្ខវេទនាជាមិនខានហើយពេលហ្នឹងក៏បានយកដៃទៅហែក
អាវយីថាយកពេកហ្នឹងណាគ្នាហើយក៏បានឃើញយីថាសំឡេងស្រែករបស់យីពេកហ្នឹងតែអត់ដឹងគេធ្វើអីទេហ្នឹងគ្នាឡើយយើងកាត់មកកន្លែងមន្ត្រីយីថាកន្លែងប្រជុំគេសិនណាគ្នាហើយអត្រេកយើងក៏កំពុងអង្គុយបើកយីថាលិខិតដើម្បីសរសេរអីគេដងណាគ្នាហើយដល់ពេលណាមន្ត្រីមួយនៅកន្លែងគេនោះអ្នកគ្នាគាត់បានលើកផ្លាកឲ្យគាត់ក៏បាននិយាយថាសូមព្រះអង្គម្ចាស់យើងណាឲ្យកាត់ទោសព្រះអង្គម្ចាស់លីចឹងដែលគាត់បានចាប់ធ្វើបាបប្រជាជនណាស្លូតត្រង់ចឹងណាហើយសូមកាត់ទោសតាមដែលយថាដែលគាត់សមនឹងទទួលបានហើយដល់ពេលនោះមន្ត្រីម្នាក់ទៀតក៏បានចំទាស់ថាជាខ្ញុំចំទាស់ព្រះអង្គអាចារ្យលីនៅតែជាមានឋានៈជាស្ដេចការដែលដំណាក់អំណាចគាត់ណាគាត់មិនអាចធ្វើអ្វីក្រៅពីប្រមូលប្រជាជនណាឲ្យចោះចូលនោះទេហើយពេលណាមន្ត្រីទាំងពីរនេះក៏បានទស្សន័យគ្នាដោយសារតែនិយាយមិនចូលគ្នាចឹងណាគ្នាហើយមន្ត្រីទី1ដែលបាននិយាយឲ្យកាត់តោះព្រះអង្គម្ចាស់លីហ្នឹងក៏បាននិយាយថាតើអ្នកកំពុងតែបញ្ជាក់ថាទ្រង់ត្រូវបានអនុញ្ញាតឲ្យធ្វើតាមចិត្តទ្រង់មែនទេអ្នកនៅតែគិតថាគាត់គឺជាសារីចម្បងមែនទេដល់ពេលមន្ត្រីម្នាក់ទៀតក៏បានតបថាតើអ្នកមានន័យយ៉ាងណាហើយអត្រេករបស់យើងគឺមានជាការជឿក្បាលជាមួយនឹងមន្ត្រីពីរនាក់នឹងជាខ្លាំងហើយគាត់ក៏បាននិយាយថាឆ្ងាយតើនេះគឺជាអង្គប្រជុំឬក៏ផ្សារត្រីឬអត្រេករបស់យើងក៏បានដាក់ដៃទៅលើតុរហូតដល់គេឡើងទុកដែលគាត់បានអង្គុយយីថាឡើងបាក់ហើយហ្នឹងចឹងអ្នកគ្នាហើយមន្ត្រីផ្សេងៗក៏បាននិយាយថាសូមរាជាទោសចឹងទៅហើយដល់ពេលហ្នឹងអត្រេករបស់យើងក៏បានដើរចេញមកដោយសារតែឈឺក្បាលពេកហ្នឹងណាគ្នានឹងគេមន្ត្រីពីរនាក់ហ្នឹងចឹងណាហើយកាត់មកកូនសិស្សរបស់យើងវិញមានជាការយកអាត្បូងដែលអត្រេកបងឲ្យយើងអានឲ្យហ្នឹងយកមកមើលហើយគាត់គិតថាត្បូងហ្នឹងមានន័យថាស្រស់ស្អាតណាស់តើបើគាត់យកទៅលក់ទៅបានប្រាក់ប៉ុន្មានហើយនិយាយមិនតាន់បានហត់ពីម៉ោងអត្រេករបស់យើងគឺមិនដឹងមកពីកន្លែងណាទេអ្នកគ្នាគាត់បាននិយាយថាតើទ្រង់ពិតជាខ្វះខាតប្រាក់មែនទេបានជាគិតចង់វោកវែទៅលក់ហើយកូនសិស្សរបស់យើងគឺមានជាការនិយាយអត់ចេញទេដល់ពេលហ្នឹងអត្រេករបស់យើងមានជាការចាប់កូនសិស្សរបស់យើងទៅលើក្រែព្រមទាំងបាននិយាយថាបើទ្រង់ធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អខ្ញុំនឹងឲ្យប្រាក់ទាំងអស់តាមតែអ្នកត្រូវការកូនសិស្សរបស់យើងគឺមានជាការភ័យគឺអត់ដឹងនិយាយអីទេហើយភាគទី12របស់យើងក៏បានសេះប៉ុណ្ណឹងហើយឥឡូវយើងចូលដល់ភាគទី13ហ្មងអ្នកនរគ្នាតពីបានចាប់គេចង្ហើយមានជាកូនសិស្សរបស់យើងក៏បាននិយាយថាភាពខ្ពង់ខ្ពស់របស់ទ្រង់ដល់ពេលហ្នឹងអត្រេកក៏បាននិយាយថាតើទ្រង់បានធ្វើរកវិធីហើយឬនៅដើម្បីឲ្យខ្ញុំមានអារម្មណ៍ល្អដល់ពេលកូនសិស្សរបស់យើងហ្នឹងក៏បានគិតក្នុងចិត្តថាតើខ្ញុំគួរធ្វើឲ្យអត្រេកហ្នឹងសប្បាយចិត្តដោយរបៀបណាឬក៏ដោយសារតែរាងកាយរបស់ខ្ញុំមែនទេហើយកូនសិស្សរបស់យើងក៏បានគិតតទៀតថាខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពហើយកូនសិស្សរបស់យើងក៏បាននិយាយថាតើខ្ញុំត្រូវធ្វើដូចម្ដេចបើព្រះអង្គមិនលែងខ្ញុំផងពេលអត្រេកក៏បាននិយាយថាទ្រង់កំពុងធ្វើអ្វីដោយលាក់លៀមហើយកន្លែងហ្នឹងគេធ្វើអីគេទៀតគេចេញប្រតិបត្តិការធ្វើអីក៏គេថាអត់មែនគឺអត់ចង់បរិយាយអីទេតើគាត់អ្នកគ្នាមើលខ្លួនឯងទៅប៉ុណ្ណឹងដឹងហើយធំអស់ហើយពេលណាអត្រេករបស់យើងតមកធ្វើអីគាត់មានជាការសន្លប់ទៅហើយអ្នកគ្នាឬក៏គាត់មានជំងឺទន្សោយអីមួយដឹងអ្នកគ្នាមានអត់ដឹងទេហើយកូនសិស្សរបស់យើងចេញមកក្រៅគឺជាមានការតរន្តរាខ្លាំងមែនទែនគាត់ថាជាកេះរបស់ខ្ញុំវាថាស្ទើរនឹងជាប់អីចឹងណាហើយនាមរារបស់គាត់ក៏បានរត់មកហើយតែក៏បាននិយាយថាអូព្រះចៅអត្រេកមីងនឹងបានធ្វើឲ្យទ្រង់ពិបាកទៀតហើយមែនទេដល់ពេលកូនសិស្សយើងថាប្រកាសដែរនឹងដល់ពេលហ្នឹងក៏បាននិយាយថាមកជួយគ្រាកូនសិស្សរបស់យើងចឹងទៅហើយកូនសិស្សរបស់យើងហ្នឹងក៏បានឲ្យអូខេជាពេលហ្នឹងគ្រាគាត់ទៅកន្លែងកៅអីមួយដើម្បីអង្គុយចឹងណាអ្នកគ្នាហើយជាពេលហ្នឹងក៏បានក្នុងចិត្តថាជាពេលនេះបំរើណាថាជាល្អហើយកាលណាដែលកូនសិស្សរបស់យើងហ្នឹងគឺមានការពេញចិត្តពីអត្រេកចឹងទៅគាត់នឹងមានន័យថាផែនការរបស់គាត់ហ្នឹងគឺឆាប់សម្រេចណាអ្នកគ្នាដឹងផែនការអីទេដែលគេរៀបចំជាមួយនឹងពនាងទី9ហ្នឹងអ្នកគ្នាចាំមើលតទៀតថាផែនការអីគេហើយគ្រូពេទ្យក៏បានមកពិនិត្យជីពចរឲ្យគេអត្រេករបស់យើងចឹងទៅហើយអត្រេករបស់យើងក៏បានសួរថាតើមានរឿងអ្វីទេដល់ពេលហ្នឹងគ្រូពេទ្យហ្នឹងក៏បាននិយាយថាគ្មានសញ្ញានៃជាតិពុលទេប៉ុន្តែវាក៏មិនមានការផ្លាស់ប្ដូរឬប៉ះពាល់នឹងការឈឺក្បាលទេថានិយាយថាជីវរបស់គាត់សម្រាប់ហ្នឹងគឺមិនមានប៉ះពាល់នឹងការឈឺក្បាលទេចឹងណាគ្នាហើយដល់ពេលណាត្រៀមបាននិយាយថាប៉ុន្តែថ្ងៃនេះយើងឈឺក្បាលហើយក្លិនរបស់កូនស្រីរបស់យើងហ្នឹងធ្វើឲ្យគាត់ហ្នឹងណាលែងឈឺក្បាលបន្តិចចឹងថាអូនគឺជាថ្នាំដែលសម្រាប់ព្យាបាលបងចឹងណាគ្នាឡើយហ្នឹងណាចង់និយាយថាមានឡើយហ្នឹងគឺមានន័យថាចឹងហើយអាពេកហ្នឹងក៏បាននិយាយថាក្លិនរបស់កូនស្រីរបស់យើងហ្នឹងគឺអត់មាននិយាយថាគេគ្រោះថ្នាក់ចឹងណាហើយដល់ពេលហ្នឹងគេចង់និយាយថាគេចង់ទៅ
សំហិតក្លិនកូនស្រីរបស់យើងតិចហ្នឹងហើយដើម្បីវាមកផ្សោតអីចឹងអត់ដឹងណាគ្នាហើយដល់ពេលអត្រេកហ្នឹងគាត់ក៏បាននិយាយថាយល់ព្រមតែមិនមើលថ្មីទៀតអ្នកនរគ្នាអីមកថាឲ្យតែមើលតែទឹកមុខហើយនឹងថ្មីទៅដូចជាមានអារម្មណ៍ប្រច័ណ្ឌតិចដែរចឹងណាអាណាគេទៅឲ្យបរិសេងតែហិតប្រពន្ធគេចឹងទៅអ្នកគ្នាដឹងឥឡូវយើងតោះហិតយើងទៀតហើយពេលហ្នឹងអត្រេករបស់យើងក៏បានទៅហៅកូនស្រីរបស់យើងចឹងទៅហើយក៏មានសម្លេងមួយស្រែកថាព្រះអង្គបានមកដល់ហើយចឹងណាហើយដល់ពេលអត្រេកហ្នឹងក៏បាននិយាយថាគឺគាត់ចង់ជួបនិយាយមួយកូនស្រីយើងតែ2នាក់ចឹងណានឹងគ្នាហើយដល់ពេលហ្នឹងគាត់ឲ្យគេនឹងមហើហ្នឹងជើចេញទៅចឹងទៅហើយដល់ពេលណាត្រីក៏បាននិយាយថាជាមួយកូនស្រីយើងថាចាកូនស្រីរបស់យើងហ្នឹងគឺចង់បានប្រាក់មែនទេបើចង់បានប្រាក់ទៅនឹងឆ្លើយនឹងសំណួររបស់គាត់មួយចឹងហើយហាមកុហកចឹងទៅហើយកូនស្រីរបស់យើងក៏បាននិយាយថាសួរមកព្រះអង្គម្ចាស់ដល់ពេលអត្រីរបស់យើងក៏បានសួរថាកូនស្រីរបស់យើងជានរណាឲ្យប្រកាសហើយដល់ពេលបន្លំខ្លួនធ្វើជាព្រះនាងមីងដល់ពេលកូនស្រីរបស់យើងមានជាកាប់ភ័យគឺគាត់និយាយចឹងហើយគាត់ក៏បាននិយាយថាខ្ញុំដល់ពេលឥឡូវយើងកាត់បោកកន្លែងដំណើរទៅក៏បានឃើញបរិប2នាក់ចឹងណាអ្នកគ្នាដែលនិយាយថាគាត់មានវាចំណាស់ស្តៀងខ្លួនហើយអ្នកគ្នាហើយដល់ពេលហ្នឹងពេលពាក់អាក្រហមហ្នឹងគាត់ឈ្មោះថាឆិនជីហើយអ្នកគ្នាពាក់មួយកាន់ជើងឲ្យហ្នឹងប្រហែលជាអ្នកមហារបស់អីគេព្រះអង្គម្ចាស់លីចឹងអ្នកគ្នាប្រហែលគេពួកគេបានបង្ហាញឈ្មោះហើយគាត់ក៏បាននិយាយថាចែព្រះអង្គម្ចាស់កំពុងរងចាំអ្នកចឹងទៅហើយដល់ពេលហ្នឹងមន្ត្រីលីណាក៏បានដើរចូលទៅក្នុងហើយក៏បាននិយាយថាទៅទ្រង់ហើយយ៉ាងណាហើយដល់ពេលព្រះអង្គម្ចាស់ណាក៏បាននិយាយថាព្រះអង្គចាស់លីក៏បាននិយាយថាចេះយើងឃើញហើយទីបំផុតណាអ្នកមករកយើងហើយលោកពូពីរអ្នកហ្នឹងគាត់ថាជាពូមួយនឹងគ្នាយ៉ាងតាបានកាន់ជើងគ្នាដល់កន្លែងហ្នឹងគ្នាកន្លែងកាន់ថាកន្លែងប្រជុំហ្នឹងគ្នាឥឡូវសាច់រឿងរបស់យើងក៏បានចាប់ប៉ុណ្ណឹងសិនហើយបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយអរគុណសម្រាប់ការស្ដាប់របស់អ្នកទាំងអស់គ្នាបាយ